បាទដល់មកហើយបងទៅហើយបាទស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតរវាងក្រុមម៉ាឡេស៊ីប៉ះគ្នាជាមួយនឹងក្រុមកម្ពុជារបស់យើងអង្គរវ៉ារីនៅក្នុងវគ្គទី2បាទយើងក៏លេចមកមើលជាមួយនឹងដើមម៉ោងពី Hisham ការ perform ទៅលើ hero ឈូរបស់គាត់បើក map បន្ថែមទៀតហើយបាទបណ្ណេត clear lane លឿនអីណាពីណាសេតគួរបាទទៅទៀតហើយបាទខ្ញុំបាត់មើលមិនឃើញទេបាទចឹងមួយជាមួយនឹងការផាសវិនរបស់យើងនៅតែ perform ទៅលើ Cloud ក៏ដូចជាElton របស់គេនៅតែច្រឡំកែផាសវិនលេងជាមួយនឹង Carry ក៏ដូចជា Elton របស់គេលេងជាមួយនឹង Cloud ដដែលបាទ S2 របស់ Mengkong គឺជា Tenacity បាទឥឡូវក៏យើងរងចាំបន្តិចបាទមិនដឹងថានៅកន្លែងណាកន្លែងណីទេឥឡូវយើងប្រមាលមើលបាទអូឌៀនហូផៃយើងវាយគេបាទប្រហែលហើយតែផៃយើងវាយគេបាទអូយហូណាស់តែអូសំលេងហូរបស់អូឌៀនបញ្ជាក់ថាយើងកំពុងវាយគេហើយបាទមិន first blood ក៏ថតមួយណានេះបាទអត់តន់ចូលថបងអាចនឹងវាយ first blood អូ no បាទអូ Fredrin ពងវាយតគួបាទ Fredrin ខ្ញុំមើលឃើញនេះអ៊ីរខលអើយយ៉ាបាទអូមកវិញបងមកវិញអូទៅវិញទៀតបាទមួយសានេះជាមួយនឹងវគ្គទី2របស់យើង Caster រៀងពិបាកមើលបន្តិចហើយចង់និយាយថាវគ្គនេះជួយនឹង Bennett បាក់ឡុកតិចហើយបារ៉ាត់ចាំលេបទេបារ៉ាត់អត់ខ្វល់ទេឲ្យតែចូលគៀដល់លេបយកទៅបាទមកវិញបងបាទភ្លាមជាមួយនឹងមេងកងធ្វើការ fast clear ដើម្បីយកជាមួយនឹង Total ទី1បាទសម្រាប់ក្រុមអង្គរវ៉ារីបាទជាមួយនឹងរ៉ាសេបើក map ក៏ដូចជា Total សល់ជា 9000 ជាង Hisham បើក map កន្លែងនេះអានេះមានការលេបបានដែរទេប៉ុន្តែអង្គិតទៀតហើយសង្ស័យទៅលេបបានដែរទេកន្លែងនេះ Total អត់មើលឃើញកាប់បានជាមួយនឹង Total ទៅលើបាក់សៀរបស់គេផងដែរកន្លែងនេះបុកវាយចាយមក flicker ពីមេងកងកាប់បុកវាយអានេះមានការដាច់តែទេតែយើងមើលមិនឃើញពីចម្ងាយបានតែត្រឹមបង្ហូរវោហាតែប៉ុណ្ណោះផាវិនអើយយ៉ាអត់បញ្ហាមើលផាវិនសបោះអូយ៉ាងម៉េចហើយបងគាត់ flicker បាទពី Hisham បុកវាយតែមិនដឹងថាដាច់អ្នកណាខ្លះទេមិនបាច់ទេឥឡូវយើងមើលពីចង្ងាយទៅដូចជាដាច់មេងកងបាត់ហើយគេពាត់ស៊ីមកក្រោយបាទបើយើងគិតមែនតើតែគួរ hero គេមិនមែន plan A2 ណា A1 ដដែលហ្នឹងក៏ A1 copy យ៉ាដល់ចាំងកលមួយហ្នឹងហើយបាទខ្ញុំថាសម័យចេញដល់ឃើញហើយឃើញ chip អីហើយបាទថ្ងៃនេះម៉ាឡេគេប្រើជាមួយនឹងយុទ្ធសាស្ត្រហ្នឹងដែលល្បីការជំនន់តោដាក់ខ្លាំងគឺអា double locker ហ្នឹងគឺគេខ្លាច hero ណាដែលឌូដើម្បីល្អគេយក double locker ទៅ lock យកហ្មងទៅវាយយកហ្មងបាទអូយឥឡូវការប្រកួតរបស់យើងកំពុងតែស្វិតស្វាញប៉ុន្តែ Caster ពិបាកក្នុងការមើលបន្តិចជាស្រ័យអ្នកគ្នាបាទព្រោះដោយសារយើងមើលពីចម្ងាយមើលអត់ឃើញទេមានការ recall បែបមិត្តភាពពីទីអាដាមក៏ដូចជា Hahim បាទ Hisham បាទបើកម៉ែបាទច័ន្ទមករារបស់យើងកំពុងតែព្យាយាម farm ដូចគ្នាបាទដូចជាតតហើយអូអត់បានតតណារីពី jungle របស់ណាសែមហីបាទគេឈ្នះយើងអូHisham អត់ដាច់រោកអត់ដាច់សាម្ដាយបាទHishamមានអារម្មណ៍ថាគាត់ដឹងជាមួយនឹង damage របស់ក្រុមកម្ពុជារបស់យើងខ្លាំងមែនតើបាទមើលដល់ខ្ញុំមើលដល់អូមើលឃើញទេមើលឃើញក៏ប៉ុន្តែក៏អត់ច្បាស់អូមកបាទអូត្រឡប់មកវិញបាទឥឡូវត្រឡប់មកវិញហើយជាមួយនឹងក្រុមកម្ពុជារបស់យើងបាទក្នុងការយកជាមួយនឹង objective ទី2នេះអាចនឹងយកបានដែរទេពីច័ន្ទដាវ៉ាន់បាទអូលុយគេលេខមួយបាទទីអាដាមនៅក្បែរហ្នឹង Hisham គេមកជាមួយនឹងការចាប់ stand ថតរូបមកពីប៉ោអានេះមានការដាក់ golden hour តើ Hisham ចង់លុកជាមួយនឹងច័ន្ទមករាទី2យកដល់ពីអាមកតែចាប់ជាមួយនឹងច័ន្ទមករាដែរទេដាច់អើយមកវិញហើយពីប៉ុណ្ណេះរបស់ច័ន្ទមករាបោកវាយទាត់អស់ ultimate ប៉ុន្តែយកមកជាមួយនឹងញ៉ាំច័ន្ទរបស់យើងក៏បាត់បង់ដូចគ្នាផងដែរមានការចូលទៅ invest យកជាមួយនឹង purple bar អានេះយកបានដែរទេមានការ rotation មកដូចគ្នាពី Elton មកវិញបាត់ purple bar បាត់បង់ជាមួយនឹង jungle យើងអស់មួយបាត់ទៅហើយថតទី2 free ទៅកាន់ម៉ាឡេស៊ីអត់អីបើយើងមើលជាមួយនឹង timeline damage របស់យើងណា
បាទ នៅចុងម៉ោងដែលយើងច្រើនដូចវគ្គមុនអញ្ចឹង បាទ គ្រាន់តែថាដែលគេដាំម៉ោងគេដើរលឿនជាង បាទ អញ្ចឹងយើងវាយតាមរបៀបទីលក្ខណៈថ្លឹងណា អាយ៉ាកាច់ចកែមួយពីម៉ែងកងមួយទល់ឡើង3ទប់ជាប់ដែរទេ Petrify ចាយមក Flicker ធ្វើការ counter អាចនឹងលេបជាមួយនឹងណាសានបានឬមិនបានមកណាក្បែរនឹងចង់ចាប់ជាមួយនឹងម៉ែងកងខ្ញុំមិនជាប់ទេ ចង់ចាប់ជាមួយនឹងមេងកងរៀងពិបាកបន្តិចហើយ បាទហ៊ីសែមបើក map recall តាំងពីវគ្គទី1មកដល់វគ្គទី2 បាទជាមួយនឹងមេងកងខ្លាយទៅជាអ្នកក្លាហានជីដៃណាសើបង្ក្រាបជាមួយនឹងអូនអត់ដេក បាទចាប់ថតរូបមកប៉ោះពីប៉ោះពីអលតុនបាទទៅលើពីទីឧត្តមទៅលើអលតុនបាទរ៉ាស៊ី Golden Hour ជាប់មួយប៉ុន្តែជាមួយនឹងការសានក៏មានការ cover គ្នាផងដែរប៉ុន្តែយើងនៅខាងក្រោមអាចនឹងដាច់ធាវ៉ាន់ត្រេតដែរទេជាមួយនឹងការចាក់ skill វាយទៅលើមេងកងវិញយកដំណងដក skill ធ្វើការដកថយពីរ៉ាស៊ី បាទរកផ្លូវទៅផ្ទះវិញស្ទើរតែមិនឃើញណា ត្រឹមត្រូវ បាទអញ្ចឹងយើងក៏មិនដឹងដូចគ្នាយ៉ាងណាជាមួយនឹងការប៉ះគ្នាមួយនេះដូចគ្នាធ្វើបាត់តែលទ្ធផល4ទៅ1ប៉ុន្តែ goal គេលីតែ1K កន្លះហើយអីដែលល្អសម្រាប់នៅក្នុងវគ្គមួយនេះតើគោះ timeline ដើម្បីបើយើងនៅចុងម៉ោងគឺនៅតែច្រើនដដែលហើយយើងមើលឈូមិនឈ្មោះដល់ចូលនៅពេលដែលមេងកងលេបឈូបានឈូលេបបាណេតបានបាណេតអញ្ចឹងឱកាសដែលគាត់ secure យកជាមួយនឹង kill គឺធំគ្រាន់តែមិញចាន់វ៉ាន់ក៏ kill វាយមក kill ទៅលើរោមសំទោសចាន់មេការ៉ា អីយ៉ាបុកយកតែម្ដងណាសានធ្វើការទាត់មកជើងអាចនឹងដាច់ជាមួយនឹងទីឧត្តមបាត់ដែរប៉ុន្តែបារ៉ាផាល់ពីកាយផាវិនមានការអាល់ទីមកពីច័ន្ទមករាតែចំទេធ្វើការដកថយគេយកជាមួយនឹងធាវ៉ាន់ត្រេតដើម្បី clear ជាមួយនឹង minion ផងដែរ បាទមក clear ទៅលើរោមអត់បញ្ហាគណៈពេលដែលមេងកងជួយឆ្លៀតពេល clear ជាមួយនឹង minion midland ជំនួសច័ន្ទមករាមកទៅថាអីច័ន្ទមករាថ្ងៃនេះ style ដែរចាំខ្ញុំអ្នកយក យ៉ា បាទ ដើមម៉ោងរៀងមានសពាតពីកាន់ពីខាងម៉ាឡេស៊ីបាទពីក្រុមអង្គររីរបស់យើង បាទចង់ភ្លេចជាមួយនឹងបារ៉ាត់ព្រោះដោយសារតែការអាប់ដេតទៅលើបារ៉ាត់ចង់ក្រោយបំផុតពី3ផាច់មកណា អាយ៉ា Purify ធ្វើការបោកវាយយកតែម្ដងប៉ុន្តែខាងបាវិនធ្វើការបាត់បង់ទីកូពីពីអាម៉ាបាត់បង់ជាមួយនឹង Golden យើងបាត់ទៅហើយមួយពីមកតាន់ណាសាននៅក្បែរនឹងចាប់ថតមកពីប៉ោពីទីឧត្តមប៉ុន្តែអស់ជាមួយនឹងកង់ឡានបាត់ហើយ Retribution បានលេកាត់ច័ន្ទបានលេបចុកពីមួយផងដែរពីម៉េងកង Alti cover ទាត់ combo flick ពី Waterman របស់ Hitman ប៉ុន្តែមានការផ្ដាច់ទាត់បន្តទៀតផ្ទះមកវាយកដល់ពីច័ន្ទបានមានការដាក់ Golden Hour ជាប់បានពីរទៅលើណាសានប៉ុន្តែកន្លែងនេះជាមួយនឹងទីឧត្តមអាចដកថយបានដែរទេជាមួយនឹងការដកថយបានហើយពីទីឧត្តមចាក់ឆ្កឹះបោកវាយចង់វាយទៅណាកន្លែងនេះជាមួយនឹង Alma អត់ទាន់មានអត្តម័យដៃក្នុងការបោកវាយទេតែណាសានធ្វើការអស់ទីបោកវាយមកវិញមកវាយមកវិញមកបោកវាយទៅលើណាសានបាត់ខៀវទៅលើកែផាវិនផងដែរដោះបោះ Dexter ផ្ទះមកកម្លៀងពីច័ន្ទបានលោឈៀមអត់មានរត់ទេពី Alton មានបញ្ហាដែរទេទីឧត្តមនៅក្បែរហ្នឹងកន្លែងនេះជាមួយនឹងរ៉ាស៊ីកំពុងតែ high map បោកវាយយកដំណងប៉ុន្តែ Hisam ធ្វើការបើក map ពីទីឧត្តមបានឃើញជាមួយនឹង Hisam រ៉ាស៊ីអាយនឹង solo kill មេងកងណាទេមេងកងមាន ultimate level មក level មក level មកមេងកងម្ដាយទៀតអត់ហ៊ានវាយជាមួយនឹងមេងកងទេ អាយ៉ាចូលដីខ្ញុំជ្រៅម៉ែចង់មកលេងសាកដាលម៉ែវាយអត់ឲ្យទៅផ្ទះវិញហ្មងអូណាគេមិនស្គាល់ច័ន្ទតាវ៉ាន់ណាសាចាស់សាកដាមកដែរបាទអញ្ចឹងកន្លែងមកយើងឃើញឲ្យវាយចូល double kill ប៉ុន្តែក៏មានreplay ឡើងហ្នឹងឯណាហ្នឹងបាទអត់អីដោយសារតែខាងនោះគេស្នាគ្នា បាទ ចឹងយ៉ាងណាវិញជាមួយនឹង kill 6ទៅ7អត់បញ្ហាជាដូចជា goal ក៏គ្នាតែ 2k ជាងឯង timeline តែយើងនៅចុងវគ្គគឺសិតតែអាចវាយបានដូចគ្នាបាទទៅចុងម៉ោងណាបាទចឹងយើងមើលបន្តទៀតខណៈពេលដែល hero lock ទៅលើ Benedetta សិតតែមានដូចគ្នាពីបារ៉ាត់របស់មេងកងសិតតែអាចលេងបានបាទចំណែកឯជាមួយនឹងច័ន្ទមករានៅក្នុងវគ្គមួយនេះក៏គាត់មាន goal ច្រើនដូចគ្នាទីដើមនៅតែជាខ្សែក្បាត់ការពារដ៏ល្អសម្រាប់មិនថាស្លាប់ឆ្វេងឬក៏ស្លាប់ស្ដាំនៅទេនៅក្នុងតារាងរបស់អង្គរវរីរបស់យើងបាទយ៉ាងណាមានការកាប់ដាច់ផងមកក្រោមមួយទៀតដូចគ្នាអូយត្រាស់នេះដើមម៉ោងហើយចឹងយកឲ្យច្រើនតិចទៅយ៉ាត់ចុងម៉ោងខាងបែកវិញអត់បានណាបាទឥឡូវយើងដាច់ជាមួយនឹង T2 នៅខាងផ្លូវបតំ land ដូចគ្នាផងដែរបាទឆ្នាំណាច័ន្ទតាវ៉ាន់ការលេងរបស់គាត់ពេលដែលគាត់ឆ្កឹះអា skill គាត់ម្ដងបាទតែតែមានប្រយោជន៍បាទកាត់ត skill គេដូចមិញឈូឲ្យកំពុងតែទាត់ឆ្ងាញ់ដាច់ជើងតែរហូតហ្នឹងបាទឲ្យទាត់ប៉ុន្តែបានកធប់ឯងបាទឲ្យ knock up ឲ្យទាត់តែអត់បានកធប់បាទតែហ្នឹងដែលយើងល្បីជាមួយនឹងច័ន្ទតាវ៉ាន់ណាអូយបើក map បានល្អពីច័ន្ទមករាចូលទៅដល់កន្លែងនេះជាមួយនឹង Hisam អាចនឹងទាត់លើអ្នកណាដែរទេជាមួយនឹងការចង់ឡុកទៅលើច័ន្ទបាន Golden Hour ចូលបានពីទីដំធ្វើការបើករ៉ាហ្វាល់បោកវាយយកទៅដល់តែរ៉ាស៊ីចង់ឡុកជាមួយនឹងគាត់របស់កែផាវិនអត់ជាប់ទេជាមួយនឹង Ultimate មេងកង Blessing ด้วยបោកវាយបាត់បង់ជួយនឹងច័ន្ទបានកន្លែងនេះជាមួយនឹងមេងកងអាចមានបញ្ហាដែរទេជាមួយនឹងផាវិនបាត់បង់អបេរ៉ូពីក្រុមកម្ពុជាម៉ាឡេស៊ីបាត់បង់តែរ៉ាស៊ីមួយតែប៉ុណ្ណោះលោតមកនេះអាចនឹងសឹកជួបានពីខាងម៉ាឡេបាត់ទៅហើយបាទណាមួយជា team fight មួយដែលយើងបានបញ្ញក damage ដេញ make គេចេញដែរមិញយ៉ា
ប៉ុន្តែនៅតែ damage របស់ Elton អាចវាយទៅកាន់ backline ងាយស្រួលគ្នា បាទ ណាមួយ Pavin គាត់ដាក់ឈរនៅពេលដែល RT Cloud ដែរព្រោះដោយសារគាត់ដូចជាមិនទាន់មាន win nature ថា Yep បាទគាត់តែយក Trinity item របស់គាត់សិនឬក៏ core item របស់គាត់សិននេះគ្នាបាទពីរដងហើយដែលបើក្រហមចូលទៅកាន់ Cloud ណាបាទកន្លែងនេះ Elton គឺ free damage តែម្ដងព្រោះដោយសារតែយើងត្រូវមានជាមួយនឹងការចែកជើងគ្នាសិនហើយនៅពេលដែល Cloud លោតមកប៉ុន្តែបើចុងវគ្គយើងអាចនឹងមាន win the crown ទៅកាន់ Mega win the nature ទៅកាន់ Pavin ដោយវគ្គមុនហ្នឹងណា យ៉ា បាទអញ្ចឹងគេលោតមកយើងមានតែអរគុណគេដែរព្រោះដោយសារគេលោតមកយើងវាយហើយ ហ្នឹងហើយ បាទតែឥឡូវគេលោតមកវាយយើងមែន បាទ បាទអញ្ចឹងឥឡូវនេះយើងមានតែរត់សិនចាំគិតតាមក្រោយ បាទ លោតមួយនេះលេងមួយទុកសบายព្រោះដោយសារផមសិតតែមាន shield ធំទេយ៉ាងច្រើនគេបានតែមួយខេលីតតែប៉ុណ្ណោះ បាទ បាទអី បាទ យ៉ា map អាយ៉ា Ham កន្លែងនេះចូលមកធួនពីច័ន្ទមករាបាទ clear ជាមួយនឹង Kill to threat នៅខាងផ្លូវមីឡាបណ្ដាពីអង្គរ Warrior Lord មកផ្លូវខាងក្រោមគេបំបាយជាមួយនឹង Seal នៅខាងផ្លូវ Top Lane ដូចគ្នាបណ្ដាបាយ Seal អស់មកផ្លូវគេអាចនឹងចង់យកជាមួយនឹង Tier 2នៅខាងផ្លូវ Midland បាទចុចអីមកជីសោយឲ្យច្រើនតិចមក បាទ បងអើយព្រោះដោយសារតារានេះបាន2ដាំទីលើ2ដាំទីខ្ញុំវាយវិញ យ៉ាបាទចាំតាកែវ Pavin មាន damage តែប៉ុណ្ណោះ បាទ ក៏ដូចជាច័ន្ទមករាបាទកន្លែងនេះជាមួយនឹងការ clear ទូ Seal ដាច់ជាមួយនឹង Lord clear បាន Lord បាត់ហើយប៉ុន្តែនៅសល់មាន3ផ្លូវមកបន្ថែមទៀតអាចនឹងគ្របសម្ពាធចង់បាន Tier 3យកបានដែរទេពីខាង Malaysia បាទតែបើសម្រាប់ខ្ញុំក៏មិននឹកស្មានថា Malaysia នៅថ្ងៃនេះលេងមួយក្រុមអង្គរវេរីយើងបានប៉ុណ្ណឹង បាទ ព្រោះដោយសារ performance គាត់មុនគាត់ដូចជាផ្្លាត់ចាញ់មានមកទេបើតាមខ្ញុំចាំមិនខុសណា បាទ ព្រោះដោយសារប្រកួតច្រើនពេកញ៉ាំមើលអស់ បាទ បាទប៉ុន្តែនៅពេលដែលគាត់មកលេងមួយអង្គរវេរីយើងបានប៉ុណ្ណឹងគឺមិនធម្មតាទេ យ៉ា ជាពិសេសជាមួយល្បិចតែ អូ ក្នុង double locker ណា អូ recall បែបមិត្តភាព ហើយយ៉ាបាក់បុកវាយអត់ recall មិត្តភាពសម្រួលបងសម្រួល យ៉ា ចុងវគ្គចង្វាយគ្នាទៀតបងចុងវគ្គចង្វាយគ្នាទៀតសុំលុយទិញឲ្យ team land សិន ត្រឹមត្រូវ បាទចាំខែនេះខ្ញុំមាន win nature សិនឥឡូវមើលទៅ win nature មកតូននេះតើគួរទៅបានអានេះមួយណា ត្រឹមត្រូវហើយបង បាទអត់ បាទ អី រៀងស្ទើរលុយជាងវគ្គទី1បន្តិចអាយ៉ា Hey Sam លេបបាន Hey Sam អាចនឹងមានហានិភ័យដល់ទេពីម៉េងកុងវគ្គនេះការលេងជាមួយនឹង front line ពិបាកក្នុងការ lock game បន្តិចហើយដោយសារតែ hero របស់គេ dash skill ច្រើនខ្លាំងពេក លេបបានមិនស្ដាយតើគួរអើយ បាទ បាទ តោះមួយជាមួយនឹង goal lead 4k 600បាទត្រឹមរយៈពេល12នាទីបាទបន្ទុកគ្នា9ទល់នឹង3តែប៉ុណ្ណោះ ឥឡូវអីដែលយើងរំពឹងបានណាតើគួរមានតែវគ្គមួយនេះគឺយើងត្រូវធ្វើឲ្យទប់ឡតឲ្យជាប់ បាទ ពេលដែលយើងទប់ឡតនឹងជាប់ឱកាសដែលយើងវាយបកអូយមើលច័ន្ទវណ្ណ អាយ៉ាច័ន្ទវណ្ណលោឈៀបទៀតមកវិញយកមកពីច័ន្ទវណ្ណគាត់មកជើទៀតពី Hey Sam ទៅណាបាទជាមួយនឹងគ្នាទៅលើកែ Pavin នៅគ្នាបាត់បង់អពីរមកហើយពីខាង Malaysia មុននឹងឡតទី2 ចង់បានកដោមែនដែរទេហោចឲ្យទៅម្ដងជាមួយនឹងកំបិតប្រហានេះ បាទ អូយបា អា ង យ៉ារ៉ាសេបចាំ clear ជាមួយនឹង Land បើកម៉ែពីទីដល់រ៉ាសេបជាប់ថតមកបោះពីបោះជាមួយនឹង Lord មានការ spawn នៅក្នុងរយៈពេល2វិនាទីទៀតតែម្ដងជាមួយនឹងការ fast slot ដែរទេណាសានរ៉ាសេបអាចនឹងយកបាន Lord មួយនេះឬក៏យ៉ាងណាចង់ចូលឬក៏មិនចូលកន្លែងនេះជាមួយនឹងការបើកម៉ែពី main កុំមកឡោខ្លាំងតែពី Arma កុំពី Ultimate របស់ God ដេញជាមួយនឹងណាសានអស់ Publica ធ្វើការលេបយកដំណងណាសានជាប់ stand យក Lord បានពីក្រុមអង្គរវេរីបងវាយអាទីពីចាំដល់ក្រាបាត់បង់ជាមួយនឹងណាសានបាត់ហើយប្រាំមកភ្លៀងទៀតបន្ថែមទៅលើ Arma តែលោឈាមធ្វើការដកថយក្រុមកម្ពុជា Hey Sam គេ rotation មកគ្នាអាយ៉ាណាសេចង់ចូលមកដៃណាសេចូលមកដៃបាត់បង់ជាមួយនឹងណាស៊ីបាត់ដៃ Golden Hour ធ្វើការចូលបានពីរកន្លែងនេះជាមួយការ cover ដកថយបានតែពី Elton បាត់បង់ជាមួយនឹងការច័ន្ទវណ្ណក៏ដូចជាកន្លែងនេះជាមួយនឹងអាចមានបញ្ហាដែរទេបាត់បង់អស់ពី hero ដូរជាមួយ hero តែប៉ុណ្ណោះ បាទមកខ្ញុំសរសើរការតាំងចិត្តឲ្យតិចរបស់ក្រុមអង្គរវេរីយើងមែនតែនពីមួយកលៈទៅមួយកលៈប៉ុន្តែបែរចង់ក្រោយដាវ៉ាន់ចង់ធ្វើមួយរឿងដែរដាវ៉ាន់ចង់ធ្វើមួយរឿងដែរបាទតែមិនក៏ធ្វើបាន4រឿងហើយបាទ បាទមួយផ្ទះអំបញ្ញនេះគឺឲ្យ Elton ភ្ញាក់ខ្លួនដោយបត់ក្នុងបត់ចែសុពិស័យចឹងគឺបត់ត្រឹមមនុស្សទី3 បាទបើកម៉ែពីទីអាដាមទៅលើ Arma កន្លែងនេះអាចនឹងមានហានិភ័យដែរទេ Golden Hour អត់ទាន់មានទេពីទីអាដាមម៉េងកុងក៏បើកម៉ែដូចគ្នាច័ន្ទមករាក៏មានអាទី Lord នៅផ្លូវបតំឡែនកំពុងតែធ្វើការ clear ជាមួយនឹង Minion មួយបាទចឹងការលេងពីមួយវគ្គទៅមួយវគ្គល្បិចតាស៊ីក្លូចេញមកពីមួយទៅមួយគឺយើងអ្នកមើលជក់ចិត្តយកតែមែនតើបាទ បាទ ដល់មកទៀតទេបង បាទជាមួយនឹងដាវ៉ាន់គឺគាត់ធ្វើរហូតគាត់ធ្វើរហូតយកតែម្ដងបាទជាមួយនឹងការលេងតាំងពីថ្ងៃទី1មក បាទ បាទនិយាយទៅទាំងសមាជិកទាំងអស់ទាំង5នាក់គឺមានមួយឈុតរហូត បាទ បាទអញ្ចឹងធ្វើមកជប់មកបាទ Lord ហត់ធាក់ធាធូនៅខាងផ្លូវបតំឡែនកន្លែងនេះជាមួយនឹងការយកបាន Elton អស់ Dexter បាត់ហើយ Hey Sam នៅក្បែរនេះខាន់សៀលទៅពីទីអាដាមអានឹងមកវាយធីមផៃដែរតែជាមួយនឹងការប្រើអាទីពីច័ន្ទមកក្រាមកវាយទៅលើសាន់ណាសានយកទៅដល់តែតអត់ទៅទេពី Hey Sam ចង់ឡុកទៅលើអ្នកណាកន្លែង
នេះជាមួយនឹងច័ន្ទមករាធ្វើការដកថយបានប៉ុន្តែជាមួយនឹងណាសានក៏លើឡូឈៀមមានការកោះជាមួយនឹងត្រេកខាងលើពីណាសេបអាចនឹងមានការវាយទៀតដែរទេឡូតឃ្លៀបានយកបានធាស្រីដូចគ្នាទេមកអ្នកមកផ្លូវតែប៉ុណ្ណោះអត់បញ្ហា បាទដូចជាធាស្រីសមដៃវិញវាយបដាច់យកតែម្ដង ចា ចំដាច់ហ្វមលើមួយតែដូចជាមួយដាច់ហ្វមក្រោមមួយដែរ ហើយវាយធាធូពីក្រុមកម្ពុជាចូលទៅដល់បើកម៉ែបអត់មានអ្នកហ៊ានចូលទេជាមួយនឹងការលេបយកតែម្ដងទៅលើណាសានពីមេកុងអាទីពីច័ន្ទមករាខាងបងភ្លី Golden Lover បងវាយយកម្ដង Golden Copy ធ្វើការដកថយបានដែរទេពីណាសានសមដៃចុងក្រោយជាមួយនឹងការដកថយបានដែរប៉ុន្តែយកមកជាមួយនឹងរបស់ Dexter របស់ Elton ក៏មានការដកថយ Purify ផងដែរ បាទមានការលេងមួយ Minion Wave ទៀតជាមួយនឹងទៅជាណា ជាមួយនឹង Haysam ចូលមកលងខ្លួនកាសៀចង់បងវាយយកតាមដល់ជាមួយនឹង Haysam បាត់បង់បានហើយចាំ Africa ពីទីអាដាមធ្វើការដកថយកន្លែងនេះច័ន្ទដាវ៉ាន់ទះមកកម្រាមតែទីអត់ចំទេជាមួយនឹងការដកថយមកវិញផងដែរមកចង់ផ្ដាច់ទៅលើច័ន្ទដាវ៉ាន់តែវាយទៅលើច័ន្ទដាវ៉ាន់អត់ដាច់ដូចគ្នាកន្លែងនេះជាមួយនឹងការយកបានធាធូក៏ដកថយផងដែរពីក្រុមកម្ពុជា reset loan 30 second loan 30 second ឈូអាចនឹង respawn អត់ទាន់តែបើយើង fast load អាចនឹងទាន់ព្រោះសារ carry ជា roll damage ច្រើនមែនតើណាប៉ុន្តែមកពេលដែលគេយកបានជាមួយនឹង form ខាងលើនេះក៏យើងមិនឆ្លៀតច្បាច់ទៅសារទៅខាង Malaysia នេះគ្នាដែលគាត់បានយក form ខាងលើមួយដាក់បន្ទុកឲ្យ load យើងឲ្យមាននេះបានឆេងសេដ្ឋកិច្ចមកវិញប៉ុន្តែសម្រាប់ប្រទាយទៅនឹងប្រទាយគឺដាច់មួយផ្លូវស្មើបាទយ៉ាងណាដាច់លើយើងអន់ជាងដាច់ក្រោមគេព្រោះដោយសារ load បន្ទាប់នេះគឺចេញខាងក្រោមអញ្ចឹង lane គេស្រួល clear lane យើងបាក់ clear ឥឡូវ banet ឡើងទៅ clear លើនៅពេលដែលយើងឃើញ map banet clear លើយើងត្រូវសម្រាប់ចិត្ត fast load យកមកព្រោះបើយើង fast load ទេគឺយើងរងចាំដកមនុស្សអូយកាំបោផ្លេចពីមេកូដាច់ដល់បានហើយរាទីពីច័ន្ទមករាទៅលើណាសាកន្លែងនេះជាមួយនឹង Haysam ចូលដល់ទេឡូឈៀមពីទីអាដាមបើកម៉ែបានឡូខ្លាំងតែជាមួយនឹងការបើករ៉ាប៉ាល់បាញ់ហើយមីកែបាវិញវាយបានតែ Midland ពីឡាសេមទៅផ្ទះជាមួយនឹងច័ន្ទមករាធ្វើការ cover ជាមួយនឹង Midland មកដែរឡូតព្រីឲ្យក្រុមកម្ពុជា Midland ចង់កោះទៅណាពីឡាសេមចង់ទៅណាឃ្លាជាមួយនឹង Land អត់ដាច់ធាស្រីទេជាមួយនឹងការរត់ពីឡាសេរត់ហើយរត់ចង់ទៅណាទីអាដាមព្យាយាមរំខានជាមួយនឹងរ៉ាសេមិនណារថេសិនក្នុងការឃ្លាជាមួយនឹង Land ទេមកទេតន់ឬក៏មិនតន់មកតន់ឬក៏មិនតន់កន្លែងនេះ Golden Hour ទៅលើរ៉ាសេបោកវាយទៅលើ High Smash យកទៅដល់អានេះមានបញ្ហាដែរទេពីការមីនអត់ទាន់មានអាទីឃ្លាមីនធ្វើការដកថយសិនមីនមកផ្លូវមីនលែងបន្ថែមទៀតបណ្ដាជាមួយនឹង Lord មួយនេះបាទ clear lane អស់ហើយខាងលើក៏មានការទៅដកទៅបុកពីរ៉ាសេមនេះគ្នាគណៈពេលដែលរ៉ាទៅបានល្អមែនទេរ៉ាឡើងទៅ clear លើមកទៅអត់មានមីនបុកលើបន្តទៀតទេតែត្រូវមើល map រ៉ាបាននេះគ្នាឆាយកាមេរ៉ាសមត្ថភាពឃើញរ៉ាសេបានហើយនៅក្នុងកាមេរ៉ាសមត្ថភាពតែរ៉ាសេអត់ដូចជាឈ្មោលយកម្ដងតែយកឲ្យបាញ់អាល់ទី clear លើដែរទេយ៉ារ៉ាសេអាចនឹងដាក់ជាមួយនឹងការបាញ់បេបាទទៅហើយលោតមកនេះទីអាដាមបើកម៉ែបជាប់ទៅលើ Elton មកស្តាន់ទៀតទីអាដាម solo ឈាមខាន់សៀលមកពី Haysam ឡុកទៅលើទីអាដាមឬក៏ណាជាមួយនឹងការតប Purify មើលបណ្ដាពីការធ្វើធ្វើការបោកវាយទៅលើ Haysam យកតាមដល់ជាមួយនឹងការចាយ flicker បណ្ដាចុងក្រោយពីការ Power បាត់បោកជាមួយនឹង Haysam បាត់ហើយបណ្ដាលោតក៏គេមានបានអូបជាមួយនឹងមានមកបន្ថែមទៀតថងដែរវាយយកបានឬក៏មិនបានពីទីអាដាមក៏លោឈាមកន្លែងនេះបាត់ជាមួយនឹង Haysam ក្នុងការបើកជាមួយនឹង front line រ៉ាសេចាំកាក់ clear ជាមួយនឹងមាន clear បានឬក៏បានមកពី back line បន្តែទីអាដាមធ្វើការ cover បានល្អតាមដល់ជាមួយនឹងការរះអាទីពីច័ន្ទមករាបោកវាយដាច់ធាស្រីនៅផ្លូវ Midland កន្លែងនេះអាចនឹងចាប់វាបានឬក៏បានអត់ដល់ហើយរ៉ាសែនចុច Winter Crown ដើម្បីពជាពេលជួយនឹងការ knock up មួយផ្នែក Ultimate Blessing ด้วยចាប់ Golden Hour ជាប់បានមួយរកលឹងជាការផ្ដាច់ទៅលើច័ន្ទមករាបានចុច Immortal ដែរទេដាច់ Immortal លេបចុកកាពះទៅលើ main កុងក៏ដូចមានការបោកវាយយកទៅដល់អានមានកាច់ហា Shut down ទៅលើអាម៉ាធួនអូយទួនតែក៏មានការដាច់អាយមក Dexter ជាប់អូយដកថយមកវិញឬក៏មកអេតនផា Absolute រងភាពយន្តអូអានេះមានការវាយមិនដែរទេនៅសាទៅ2នេះតែប៉ុណ្ណោះដោះស្រាយលំហាត់ម្ដងមកវាដូចគ្នាផងដែរចែក map ឃើញដែរទេចែក map រមមកឃើញឯរ៉ាអើយវារ៉ា map clear រ៉ាសេជាប់ជាមួយនឹងការថតរូបពីទីដល់មកពីខាងក្រោយពី Haysam តែវាយទៅលើរ៉ាសេយកទៅដល់ណាសែនគីឡូឈាមជាមួយនឹងការតទៅលើវត្តមានរបស់កែផាវិនតែវាយកែផាវិនអត់ដាច់ទេជាមួយនឹងការអត់ទេពីច័ន្ទមករាវាយទៅលើរ៉ាសេជាប់ stand by Immortal រ៉ាសេមានជាមួយនឹងការដាច់ពីមេកុងបាទមួយតបលើសិននេះគ្នាមកណែពីច័ន្ទមករាឡូតមួយទៀតនឹងកើតគេកំពុងតែដាច់យើងអាចនឹងថៃឱកាស5-4
វាយលោតសិនប៉ុន្តែមានការចង់អែនខាងក្រោមយ៉ាងលោតសិន អីហេសែមកតនអត់ ហេសែមកតនអត់ Golden Hour ពីទីអាដាមអស់ហើយជាមួយនឹងការ clear lane កន្លែងនេះជាមួយនឹងការកាន់មករា rotation មកដូចគ្នាហេសែមនៅខាងក្រោយ minion គេ spawn clear ជាមួយនឹង minion មួយសិនពីវត្តមានរបស់ Oncoveria វាយលោតសិន ហេសែមចង់ទៅណាជាប់មក stand ថតរូបមកប៉ោះជាមួយនឹងការបើក Rafa ជាប់ stand បន្ថែមទៀតជាមួយនឹងការចាប់ទួនហេសែមបៃមកថតមក stand ពីម៉ៃកុងបាត់បង់ជាមួយនឹងហេសែមមកដែរអាទីជាមួយនឹង blessing ដែរទៅជាមួយនឹងការជាប់ Golden Hour ពីអាម៉ាសល់តែពីរអ្នកក្នុងការទប់ផ្ទះទប់ជាប់ឬជាប់ជាមួយនឹងការបោះវាយបាទជាមួយនឹង blessing ด้วยចុច winter ground ធ្វើការដកថយមកផ្ទះភ្លៀងចុងក្រោយពីច័ន្ទបានផាចអត់ឈឺទេធ្វើការដកថយមានការ spawn ពីរ៉ាស៊ីមដូចគ្នាបោកវាយទៅឬមិនទៅកន្លែងនេះជាមួយនឹងរ៉ាសែនបាត់បង់បាត់ហើយមានឃាបានចូលទៅលើច័ន្ទមករាសល់ពីរអ្នករកការទប់ផ្ទះ minion នៅផ្លូវ Milan បាទរ៉ាហ្វាល់ពីកាយ Pavin ធ្វើការវាយទៅលើ Elton យកទៅម្ដងសល់ minion មកវាយទៀតអាចនឹងវាយបានដែរទេកន្លែងនេះ Elton ចូលពីមេកុងពីមេកុងបោកវាយទៀតភាពយន្តទៀតហើយ 2 ទល់នឹង Natalia គឺបានទៅលើអង្គរ Warrior